Ok,ស្រីអ្នកគ្នានៅក្នុងវីដេអូនេះខ្ញុំធ្វើការបង្ហាញអំពីរបស់មួយដែលខ្ញុំបានរៀនបង្កើតថ្មីជា web app មួយដែលខ្ញុំបង្កើតក្នុងការធ្វើ prediction ទៅលើ life expectancy ទៅតាមប្រទេសនីមួយៗនៅក្នុងពិភពលោកយើងហ្នឹងដែលនៅក្នុង web app នេះគឺយើងប្រើប្រាស់ model linear regressions ហើយ linear regression ហ្នឹងគឺយើងប្រើប្រាស់នៅ lasso regularization សម្រាប់អ្នកដែលសិក្សាទៅលើ machine learning ឬក៏សិក្សាទៅលើ linear regression គឺស្គាល់ lasso ហ្នឹងហើយវាគឺជា regularization technique មួយដែលជួយ improve ទៅលើ linear regression accuracy ហ្នឹងដែលនៅក្នុង project នេះគឺខ្ញុំប្រើប្រាស់នៅ data ពី Kaggle Hub ដែលយើងប្រើប្រាស់នៅ WHO life expectancy data នេះគឺជាប្រភេទ panel data ហើយឆ្នាំប៉ុន្មានគឺ2000ទៅ2015ដែលមានប្រទេសចំនួន193នៅក្នុងហ្នឹងអូខេអញ្ចឹងនៅក្នុងនេះគឺមិនមានអីច្រើនទេគឺអានេះគឺតកតងទៅនឹង lasso selected variable ដែលយើងទាញចេញមកពី life expectancy នេះគឺយើងនៅក្នុង life expectancy នេះវាមាន variable ច្រើនប៉ុន្តែនៅពេលដែលយើងប្រើ lasso ទៅគឺវារើសយក variable ទាំងអស់នេះមកដែល variable ទាំងអស់នេះគឺជា indicator មួយដែលវាអនុញ្ញាតឲ្យយើងធ្វើការបញ្ចូលតម្លៃដើម្បីធ្វើ prediction ហ្នឹងអូខេនៅក្នុងនេះគឺខ្ញុំរៀនបង្កើតនៅ map select មួយឬក៏ country selector នៅកន្លែងនេះគឺនៅពេលដែលយើងចុចទៅគឺវានឹងធ្វើការជ្រើសរើសឬក៏វានឹងធ្វើការ filter country ទាំងអស់ចេញពីទិន្នន័យគឺអានេះគឺខ្ញុំយកទិន្នន័យពី Natural Earth មកដែលជាកន្លែង store ទិន្នន័យ open data ហ្នឹងហើយកន្លែង year នេះគឺតកតងទៅនឹង prediction ហ្នឹងហើយឆ្នាំដែលយើងចង់បានទៅលើ life expectancy ហ្នឹងអូខេឥឡូវយើងឃើញថា map នេះវាជា map ពិភពលោកហើយនៅពេលដែលយើងធ្វើការជ្រើសរើសនៅប្រទេសណាមួយឥឡូវឧទាហរណ៍ថាយើងឆ្លាញ់ស្រុកកម្ពុជាយើងរើសស្រុកកម្ពុជាមកយើងរើសស្រុកកម្ពុជាមួយអូខេចឹងនៅពេលដែលយើងរើសស្រុកកម្ពុជាយើងឃើញវាបង្ហាញផែនទីប្រទេសកម្ពុជាហើយនឹងមានខេត្តហ្នឹងមែនតើទៅទិន្នន័យនេះវាចេញមកពី Natural Earth ដែលជា open data យ៉ាងយើងឃើញថាកន្លែងខ្លះវាអត់ត្រូវទេប៉ុន្តែយើងអាចដាក់មើលជា reference បាននៅក្នុងនេះយើងអាចបង្ហាញអំពីខេត្តបានបើយើងចង់មើលខេត្តបាត់ដំបងយើងចុចមកវាបង្ហាញបាត់ដំបងឲ្យយើងអញ្ចឹងណាយើងចង់មើលកំពង់ធំវាបង្ហាញកំពង់ធំឲ្យយើងអញ្ចឹងទៅយើងចង់មើលទាំងអស់យក all នេះមកហើយខាងលើនេះគឺជា slider ដែលយើងអាចទាញឲ្យវា simplify ណាប៉ុន្តែនៅពេលដែលយើងទាញទៅយើងឃើញ polygon នោះវា simplify ទៅបែបនេះអូខេចឹងយើងបិទអានេះមកចាអានេះគឺជាអានេះគឺតកតងនឹង map អានេះគឺយើងដាក់ដើម្បីឲ្យមើលឃើញអំពីប្រទេសហ្នឹងទេហើយវាមិនមានមុខងារអីច្រើនក្នុងហ្នឹងទេហើយអានេះគឺឆ្នាំតកតង life expectancy ដោយសារតែ data របស់យើងគឺវាមានត្រឹម2000រហូតដល់2015អញ្ចឹងសម្រាប់ទិន្នន័យដែលខ្ញុំយកមក train model នេះគឺខ្ញុំកាត់យកត្រឹមពី2012ហើយខ្ញុំទុកត្រឹមពី2013ដល់2015ខ្ញុំយកមកធ្វើ testing ហើយមែនតើទៅ model របស់ខ្ញុំនេះគឺវាមិនបាន accuracy ខ្ពស់ប្រហែលទេវាបានត្រឹមតែ 77% ទេសម្រាប់ពេលដែលខ្ញុំប្រើ lasso regularization ហ្នឹងមែនតើទៅ accuracy ប៉ុណ្ណឹងគឺខ្ពស់ហើយណាអ្វីដែលខ្ញុំបានព្យាយាមធ្វើហ្នឹងទៅបានប៉ុណ្ណឹងឥឡូវដោយសារតែ data យើងមាន existing ហ្នឹងគឺ2000ដល់2015ប្រសិនបើយើងដាក់ឧទាហរណ៍ថា2011នៅពេលដែលយើងដាក់2011យើងមើលមកខាងក្រោមនេះគឺនៅក្នុងឆ្នាំ2011ប្រទេសកម្ពុជាយើងគឺមាន life expectancy មានអាយុបំពឹងរស់ណាជាទូទៅណាជាមធ្យមគឺ67ឆ្នាំនៅក្នុងឆ្នាំហ្នឹងឥឡូវយើងមើលនៅក្នុងឆ្នាំ2015ពួកឆ្នាំចុងក្រោយប្រអស់គឺ67ឆ្នាំអូខេម្ដងទៀតអូខេ68ឆ្នាំវាឡើងបន្តិចណាអញ្ចឹងឧបមាថាយើងចង់ដឹងថាឆ្នាំ2030តើប្រទេសកម្ពុជាអាចមាន life expectancy ប្រមាណឆ្នាំនេះគឺខ្ញុំព្យាយាមយកមកបង្កើតជារបស់ជាក់ស្ដែងយើងបានឃើញណាអញ្ចឹងនៅពេលដែលយើងយក2030អាខាងក្រោមនេះវាលែងចេញ existing ទៀតហើយវាចេញអាព័ត៌មានទាំងអស់នេះអានេះគឺជា variable ដែល lasso ធ្វើការជ្រើសរើសមកគឺ variable ទាំងអស់នេះដែលយើងអាចបញ្ចូលតម្លៃទៅយើងអាច predict life expectancy ក្នុងឆ្នាំហ្នឹងបានឥឡូវយើងមើលនៅក្នុងនេះវាមានព័ត៌មានសំខាន់មួយចំនួន
តកតងទៅនឹងសុខភាពតកតងទៅនឹងសេដ្ឋកិច្ចអីជាដើមក្នុងនេះឧទាហរណ៍ថានៅក្នុងឆ្នាំ2030ស្រុកកម្ពុជាយើងមាន GDP ឧទាហរណ៍ថាកើនឡើងដល់$3,000សម្រាប់មនុស្សម្នាក់ណាចំណូលដល់ក្នុងស្រុកហ្នឹងឥឡូវប្រជាជនឧទាហរណ៍ថានៅក្នុងឆ្នាំ2030ប្រជាជនយើងព្យាយាមបង្កើតកូនបង្កើតចៅច្រើនណាឧទាហរណ៍ថាឡើងដល់20លានចុះឥឡូវនេះក្នុងឆ្នាំ2025-26ហ្នឹងគឺ17លានហើយឧទាហរណ៍ថាមួយឆ្នាំទៀតយើងកើនឡើងខ្លាំងដល់ទៅ20លានអូខេហើយឧទាហរណ៍ថាកន្លែង school នេះគឺជាមធ្យមគឺ10ឆ្នាំនៅក្នុងឆ្នាំ2015ណាអត្រាការសិក្សាហ្នឹងឥឡូវមកថាយើងឡើងដល់12ឆ្នាំព្រោះហេតុអីមកកន្លែងហ្នឹងកើនដោយសារនៅពេលដែល GDP កើនវាតទៅនឹងកម្រិតជីវភាពណាឯកណាប្រជាជនមានជីវភាពទូធាអត្រានៃការសិក្សាហ្នឹងក៏បានច្រើនដែរណាការបញ្ជូនកូនទៅរៀនហ្នឹងគឺបានច្រើនដូចគ្នាហើយយើងមើលទៅលើអាល់កុហុលនេះគឺស្រាការផឹកជាតិអាល់កុលណាឥឡូវវា0នៅក្នុងឆ្នាំ2015តែប៉ុន្តែប្រហែលជាមិនមែន0ទេព្រោះវាអត់មានព័ត៌មានណាកន្លែងហ្នឹងណាប្រជាជនយើងគឺផឹកស្រាច្រើនដែរគឺ8-9លីត្រអីដែរនៅក្នុងម្នាក់ក្នុងមួយឆ្នាំហ្នឹងបើយើងគិតទៅណាជាតិអាល់កុលណាឧទាហរណ៍ថាយើងដាក់5ចុះយើងដាក់5លីត្រអូខេហើយយើងមើលទៅលើរបស់មួយចំនួនទៀតឧទាហរណ៍ដូចជាadult mortality អាហ្នឹងគឺអត្រាស្លាប់របស់យុវវ័យរបស់ក្មេងៗហ្នឹងនៅពេលដែលយើងគិតថានៅពេលដែលស្រុកដែលអត់សូវមានស្រុកក្រអត្រានៃការស្លាប់ហ្នឹងវាខ្ពស់ក្មេងៗស្លាប់ខ្ពស់អញ្ចឹងដល់ពេលដែលយើងកើនឡើង GDP យើងរៀងមានដែរយើងចាប់ផ្ដើមមានអញ្ចឹងអាហ្នឹងប្រហែលជាវាថយឥឡូវប្រហែលថាវាថយមកត្រឹម164វិញចុះយើងថយ10លេខចុះអូខេអានេះគឺអត្រាការថ្លើមយើងមិននេះដាក់ទេព្រោះសារយើងអត់មានព័ត៌មានតើតើនៅ percentage expenditure គឺការចាយវាថាយើងវាកើនឡើង 10% ចុះឥឡូវយើងមើលយើងបានព័ត៌មានប៉ុណ្ណឹងយើងចាប់ផ្ដើម predict យើងចុច predict បាច់មកយើងឃើញថានៅពេលដែលយើងឡើង GDP ប៉ុណ្ណឹងយើងឡើងpopulation ប៉ុណ្ណឹងហើយយើងឡើង school ប៉ុណ្នេះយើងឃើញថា life expectancy របស់យើងវាឡើងដល់69ឧទាហរណ៍ថាបើយើងឆេកអានេះដាក់15យើង predict ម្ដងទៀតយើងឃើញវាឡើងនេះឃើញទេអា schooling នេះវាមានcorrelation ជាមួយនឹង life expectancy ហ្នឹងមែនតើបើយើងមើលទៅលើ correlation matrix ណាកន្លែងហ្នឹងអញ្ចឹងបានយើងឃើញនៅពេលដែលយើងគ្រាន់តែយើងឡើងអានេះ3ឆ្នាំយើងឃើញ life expectancy ហ្នឹងវាកើនឡើងដូចគ្នាចឹងអានេះគឺជា model demo ផងខ្ញុំអានេះអាចខ្ញុំ deploy លេងទៅអ្នកទាំងគ្នាបែរជាអាចចូលមក test មើលបានក្នុងហ្នឹងអញ្ចឹងណាហើយ feedback ឲ្យផងបើសិនបើថាខ្ញុំធ្វើអាហ្នឹងមិនត្រូវទេអីមានកន្លែងណាខ្ញុំទៅកែតាណាទៅអាចជួយ feedback ឲ្យបានព្រោះដោយសារនេះខ្ញុំក៏ទើបតែរៀនដែរlinear regression ហ្នឹងប្រើ lasso ឬក៏ regularization ហ្នឹងហើយមែនតើយើងអាច predict បានគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកណាប្រទេសទាំងអស់យើងអាច predict បានប្រទេសណាក៏បានដែរឬក៏យើងចុចទៅមើលក៏បានដែរយើងអាចមើល US លេងទៅ United States of America អូខេយើងវាដូរទៅស្រុកអាមេរិកម្ដងអញ្ចឹងយើងមើលនៅក្នុងឆ្នាំ2015គឺ79ឆ្នាំអញ្ចឹងហើយស្រុកគេអ្នកមានណាស្រុកគេមានគឺគេរស់បានយូរជាងយើងណាយើងក្រយើងរស់បាននេះជាងតិចជាងអូខេអញ្ចឹងនេះវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងឯងអញ្ចឹងយើងជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណ